បើអញ្ចឹងខ្ញុំសូមមានសំណួរបន្ទាប់ទៅវាគ្មិនបន្ទាប់របស់យើងទៀតគឺទី2គឺជូនទៅលោកMB បាទលោកមកពីខាងអង្គការPlan International Cambodia បាទបើអញ្ចឹងនៅក្នុងស្ថានភាពឯកឧត្តមដិតលោកបានបង្ហាញរួចហើយតើអង្គការ Plan បានឆ្លើយតបទៅនេះដែរឲ្យស្របទៅនឹងតម្រូវការការសិក្សាជាពិសេសក្រុមពុកម៉ាដែលមានហានិភ័យជប់រៀនបាទចាំបានព័ត៌មានពាក់ព័ន្ធទៅនឹងកិច្ចការនេះបាទគុណសូមអរគុណបងអ្នកសម្រាប់ជំនួយបាទខ្ញុំបាទមុននឹងចូលទៅដល់សំណួរបាទខ្ញុំបាទសូមបង្ហាញជូនពី rational តិចថាមូលហេតុអីបានជាអង្គការ plan យើងអន្តរាគមន៍បាទដោយសារមើលឃើញពីតម្រូវការក្នុងការគ្រប់គ្រងទៅដល់ជនពិសឹកជាពិសេសកុមារដែលរស់នៅក្នុងនៅតាមមណ្ឌលជនពិសឹកបណ្ដោះអាសន្នអង្គការ plan អន្តរជាតិកម្ពុជាបានបង្កើតក្រុមឆ្លើយតបគ្រាអាសន្នបាននៅថ្ងៃទី25ខែកក្កដាឆ្នាំ2025ហើយក៏បានចាត់ការងារក្រុមការងារចុះប្រមូលទិន្នន័យតារហ័សដើម្បីសិក្សាពីតម្រូវការបឋមនៅតាមមណ្ឌលជនភៀសខ្លួនចំនួន13កន្លែងក្នុងខេត្តសៀមរាបខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យនៅថ្ងៃបន្ទាប់ថ្ងៃទី26 27ខែកក្កដាឯកលើរបាយការណ៍នៃការប៉ាន់ប្រមាណអង្គការ Plan អន្តរជាតិបានអនុវត្តផែនការឆ្លើយតបបន្ទាន់បាទដោយយើងបានបែងចែកជា3ដំណាក់កាលដែលដំណាក់កាលទី1នោះគឺមានរយៈពេល1ខែអង្គការ Plan បានអន្តរាគមន៍ទៅលើ13មណ្ឌលបាទ13មណ្ឌលដែលមានជនភៀសសឹកបានស្នាក់នៅដែលនៅក្នុង13មណ្ឌលនោះគឺយើងមាន7មណ្ឌលនៅក្នុងខេត្តព្រះវិហារ2មណ្ឌលក្នុងខេត្តឧត្តរមានជ័យនិង4មណ្ឌលនៅក្នុងខេត្តសៀមរាបហើយសម្រាប់អង្គការ Plan បានអន្តរាគមន៍ទៅលើចំណុចបានអន្តរាគមន៍ទៅលើផ្នែកគាំពារទៅលើផ្នែកសំខាន់មួយចំនួនដូចជាផ្ដល់ទីកន្លែងកុមារមេត្រីដើម្បីផ្ដល់ឱកាសឲ្យកុមារីស្ត្រីវ័យជំទង់មកលេងនិងរៀនសូត្រដោយមានការសម្របសម្រួលពីអ្នកជំនាញអង្គការ TPO ពួកគេបានទទួលបានសេវាប្រឹក្សាផ្លូវចិត្តអានសៀវភៅការនិទានរឿងគូររូបផាត់ពណ៌ធ្វើលំហាត់ប្រាណក៏ដូចជាជជែកកំសាន្តដើម្បីបង្កើតមិត្តភាពនិងធ្វើឲ្យពួកគេអាចកាត់បន្ថយនូវភាពតានតឹងពីការតក់ស្លុតដោយការផ្ទុះអាវុធនិងការផ្លាស់ប្ដូរកន្លែងរស់នៅដោយឯកឧត្តមអនុរដ្ឋលេខាធិការលោកមានប្រសាសន៍ពីខាងដើមថាប្រជាជនជាពិសេសកុមារគាត់មានការភ័យខ្លាចពីការរត់គេចពីស្នូគ្រាប់ដែលកើតឡើងនៅពេលដែលគាត់កំពុងតែរត់ហើយសម្រាប់ផ្នែកសម្រាប់ការផ្ដល់កន្លែងដល់កុមារក៏ដូចជាស្ត្រីជំទង់មកទទួលបានការអប់រំនេះគឺយើងតាមរបាយការណ៍ពីអង្គការ TPO គឺបានទទួលផលបានកុមារប្រហែលជា73,000នាក់បានមកទទួលសេវាបាទតាមរយៈទន្ទឹមនេះដែរតាមរយៈកញ្ចប់ថវិការបស់ខ្លួនរួមជាមួយនឹងអង្គការ Plan បានគៀងគរមូលនិធិពីប្រភពផ្សេងយើងបានផ្ដល់ជាសម្ភារៈអនាម័យប្រើប្រាស់ដល់ជនភៀសខ្លួនប្រមាណ5,700គ្រួសារដើម្បីលើកកម្ពស់សុខភាពអនាម័យនៅក្នុងការរស់នៅក្នុងជំរំទាំង13ដែរដោយដែលខ្ញុំបានជម្រាបជូនខាងលើហើយតាមទន្ទឹមនេះដែរអង្គការ Plan បានសហការជាមួយមន្ទីរអភិវឌ្ឍជនបទផ្ដល់ឧបករណ៍អនាម័យនិងទឹកស្អាតដូចជាប្រព័ន្ធចែកចាយទឹកធុងស្តុកទឹកកន្លែងលាងដៃឧបករណ៍ចម្រោះទឹកពិសាតង់សម្រាប់បដូរសម្លៀកបំពាក់និងសម្លៀកអនាម័យសម្រាប់កុមារីនិងស្ត្រីក៏ដូចជាបង្គន់អនាម័យផងដែរបច្ចុប្បន្នខ្ញុំបាទសង្កេតឃើញថាស្ថានភាពជនភៀសសឹកបានវិលត្រឡប់ទៅគេឋានរបស់ពួកគាត់វិញច្រើនលើរួចទៅហើយបច្ចុប្បន្ននេះអង្គការ Plan បានកំពុងតែបន្តការគ្រប់គ្រងនៅក្នុងជំរំចំនួន7បាទដែលនៅក្នុងនោះមាន4នៅខេត្តសៀមរាបនិងមាន3ក្នុងខេត្តព្រះវិហារបាទជាខ្លីៗខ្ញុំបាទសូមជូនជាធៀបចូលសម្រាប់សំណួរបាទបើសិនលោកមានអ្វីចង់បន្ថែមបាទសូមជើញបាទអរគុណបង